បាទនេះបងប្អូនអើយមិនដែលដឹងសពីមុនមកយកអាព្រៃខ្យល់នោះធ្វើរោងមន់រោងអីហ្នឹងសម្បានម៉ានតន្តិចមេស៊ីហុយជុកអស់ហើយឥឡូវបានបងជីដូនមួយគាត់មកប្រាប់គាត់ថាធ្វើអញ្ចឹងមិនបានយូរក៏យើងយកថ្នាំមកលាបវាឬក៏ត្រាំទឹកតែត្រាំទឹកយើងវាក្របានធ្វើការអញ្ចឹងបើថាវាលឿនយើងទៅទិញថ្នាំក្តាមអញ្ចឹងណាយកមកលាយទឹកមកបរិមាណដែលយើងប្រើចំនួនដែលយើងចង់បានទៅហើយយកទៅលាបឬក៏រុញឬក៏ត្រាំឈើនឹងសិនកុំឲ្យខ្មោចវាស៊ីហើយនេះសកម្មភាពដែលខ្ញុំរុញថ្នាំលាបហ្នឹងរុញថ្នាំការពារកុំឲ្យខ្មោចស៊ីហ្នឹងហើយរុញទៅទិញមកវាដើមស្រស់ល្អទេប៉ុន្តែដល់ពេលយើងឈូសយើងខាត់ទៅសត្វតែរុនខ្មោចហើយរុញក៏ចេញមកដែរជាមួយវីដេអូចុងក្រោយគឺចេញមកខ្មោចហើយដើមនោះស្រស់ញឹមគេទៅតាកាប់ពីចំការមកអញ្ចឹងចំការប្រេងខ្យល់នៅស្រុកខ្ញុំមានអញ្ចឹងហើយថ្មីសោះហ្នឹងវាស៊ីហើយបងចាំមើលបើសិនយើងមិនការពារអញ្ចឹងទេយើងប្រើការបានយូរទេយកមកហុយវាហុយពេញហ្នឹងនេះប្រេងខ្យល់ខ្ញុំយកមកធ្វើប្រកង់ឌីកូនៅហាងខ្វេខ្ញុំហើយបានប្រសិទ្ធភាពមែននេះបងប្អូននេះចេញមកហើយគាត់ណារុញចេញមកមេខ្មោចនេះធំនេះមានទាំងអាធំអាទូចក៏មានដែរហើយអាថ្នាំលាបថ្នាំក្តាមហ្នឹងលាបមានប្រសិទ្ធភាពមែនខ្ញុំធ្វើផ្ទះក៏ខ្ញុំលាបដែរហើយអាស័យខ្ញុំយកមកឌីកូហាងក៏ខ្ញុំលាបអាហ្នឹងដែរហើយបានយូរមានឃើញតន់ខ្មោចស៊ី 2-3 ឆ្នាំនេះនេះរុនគេឡើងអូច្រើនណាស់មានធំផងទូចផងអ្វីក៏មានដែរបាទអាស័យនេះក៏ខ្ញុំរុញដែរបងមុននឹងខ្ញុំយកមកដាក់តឡើងនៅក្នុងហាងខ្វេរបស់ខ្ញុំក៏ខ្ញុំរុញហើយនេះព្រេងខ្យល់ដែលខ្ញុំរុញមុនហ្នឹងតែបងឆាយបងប្អូននៅខាងដើមហ្នឹងនេះរុញហើយបានខ្ញុំយកមកតម្លើងអញ្ចឹងបើយើងមិនរុញមិនអីទេស៊ីអស់ហើយមានបានទេហើយហុយលើភ្ញៀវលើអីចូលខ្វេចូលអីចូលមហូបចូលមហាយើងអស់ហើយនេះខ្ញុំចាប់ផ្ដើមត្រៀមប្រក់ហើយបាទនេះស្បៅដែលត្រៀមធ្វើពីដានដាក់កន្លែងលក់ព្រោះអត់ចង់ដាក់មីនាងសាឡាដែរចង់ដាក់ពីដានជាស្បៅវិញនេះស្បៅបានដឹកមកដល់ទៅទិញពីអ៊ំមកឲ្យគាត់ក្របានស្អាតមានជ្រុងមានភ្លៀងនិយាយពីធ្នេស្បៅវិញមកភ្លឹងត្រង់ព្រិញហ្មងស្អាតហើយគាត់ក្រងក្រាស់ទៀតក្រងបានក្រាស់ហើយស្អាតស្បៅគាត់ទៅជុះគាត់ហាលបានល្អហើយនេះគ្មានក្រហមគ្មានអីតិចទេស្អាតភ្លឹងបងប្អូនអើយបាទសន្ទុះមិនមែនអត់ក្រហមទេវាស្បៅចាស់ទៅក្រហមវាអត់ខ្មៅពីមុនដល់ធ្វើការមកកាយបំពេញតែកែបាត់ដំបងបោយប៉ែតតែយូររុយផឹកធ្វើមួយកែមកឃើញតែចូលគម្រោងមេស្រីមួយឯងកាហ្វេបាយខ្ញុំថាឡើងមួយកែមួយថ្ងៃ3កែវបាយនៅឃើញជឿស្មណាគ្រប់ស្មណាផ្លែឈើងាយឡើងនិយាយទៀតបុកទៅទៀតទៅផឹកទៀតអញ្ចឹងបានថាអ្នកដេញគម្រោងក្រោយអត់សង្ឃឹមទេអត់ចេញទេតែប៉ុណ្្នេះព្រោះអីនៅជាប់រឹស